ចិនទឹកទី1រ៉ានវ៉ាន់បាទបងប្អូនសូមទស្សនាការប្រកួតគូមិត្តភាពអន្តរជាតិទី3រវាងកម្ពុជាចិនមេគាជាមួយនឹងស៊ីចៅបាទចឹងកីឡាករចិននេះមិនធម្មតាទេលបឈ្នះភក្តីគុណខ្មែរអញ្ញាកណ្ដាប្រឈប់ចឹងសង្ឃឹមថាមេគាសងសឹកជំនួសឲ្យបានសម្រេចនៅក្នុងថ្ងៃនេះបាទចូលដឹកមកអញ្ញាកណ្ដាគ្រប់គ្រងការប្រកួតលោកខឹមសុជាចូលមកដល់ស្វាគមន៍មួយជើងម្នាក់ធាក់ឆ្វេងមួយរបស់មេគាធាក់មួយជើងទៀតបាទស៊ីចៅគេថាមួយបាទទឹកមុខគឺថាមមមែនតើសម្លក់សម្លឹងទៅលើមេគាកំពុងតែរកចម្លោះខ្វះខាតធ្វើម៉េចជួបផ្ដួលមេគាឲ្យស្លាប់ដូចភក្តីគុណខ្មែរដែរបាទតែមេគានេះមិនងាយទេបាទមិនងាយស្លាប់ផ្នែកផ្ដាទេទាត់មួយជើងក្រោមរបស់មេគាធាក់ចលោមួយទៀតពីរស៊ីចូលកីឡាករចិនចាក់ចូលផ្លូវខាងក្រោមមួយរបស់មេគិតបាទធាក់ឆ្វេងមួយទៀតចូលទងស៊ុបបាទទឹកទី1ការប្រកួតមាន3ទឹកចាក់ចូលក្រោមចាក់ទៅចាក់មកទាត់ក្រោមមួយជើងទៀតយកជើងរាប់ជាប់ពីកីឡាករចិនស៊ីចូលមេគីបាទកពូប៉ុនគ្នាទៅមកលោកឆ្វេងលោកស្ដាំចាក់ជើងក្រោមមួយទៀតចូលពេញបាទអត់ទាន់មានអាការៈអីឆ្វេងស្ដាំណែចាប់ផ្ដើមចេញធាក់ឆ្វេងមួយទៀតកាប់គល់ភ្លើងស្ដាំមួយសងមួយវិញយកជើងរាប់ជាប់ពីមេគាកីឡាករប្រជាជាតិកម្ពុជាចាក់មួយទៀតរបស់មេគាសងឆ្វេងពីកាប់គល់ភ្លើងមួយចូលពេញបាទក្រហមបាត់ហើយបាទសាច់សខ្ចីដាក់ដល់ក្រហមហ្នឹងពី3ជើងហើយចាប់ផ្ដើមរៀងបាទជើងរៀងលោតទៀតជើងឆ្វេងអើយយូថាមែនថាហើយយថាលោតមែនបាទអូយនេះ 5 6 7 8 9 10តេះពីរជើងខ្ញុំឃើញញ័រជើងឆ្វេងហើយបាទទីបំផុតមេឃាសរេជើងឆ្វេងហ្នឹងមែនបាទអញ្ចឹងមេឃាសងសឹកចំនួនភក្តីគុណខ្មែរបានហើយសុំសំលេងអបអរសាទរមួយបាទចឹងសងសឹក KO ដូចគ្នាតែគាត់យើងលឿនជាងយើងទឹកមួយតែជើងក្រោមមកប្រាច់បាទនេះបាទជើងរបស់មេឃាបាទមួយជើងហើយមួយជើងទៀតកន្លែងដល់ដែលបាទដែលធ្វើឲ្យកីឡាករមកពីសាធារណរដ្ឋប្រជាមានិតចិនបាទជីឆៅបាទបោះបង់ការប្រកួតបាត់ទៅហើយបាទអញ្ចឹងយើងនៅសល់2គូទៀតបាទគូក្រោយនេះគូដដើមពៀនបាទទៀតគឺចុងក្រោយគេដំរីភ្លុកពិឃាតបាទដំរីភ្លុកពិឃាតផលសុភ័ណ្ឌអរគុណប្រកួតទុនទីជូនដល់គណៈកម្មការបច្ចេកទេសបាទអូបាទអញ្ចឹងឥឡូវនេះបាទមេឃាហំបាញ់មិញបាទតន់កាសលទ្ធផលទេបាទអាដាមវ៉ាសធាដែលជាស្វាមីលោកជំទាវអង្គជុំមានអគ្គនាយិកាក្រុមហ៊ុនថនក្រុមបាទដោយផ្ដួលគូប្រកួតសងសឹកឲ្យភក្តីគុណខ្មែរលោកឧបត្ថម្ភជូន2លានរៀលបាទអរគុណប្រកួតទុនទីជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការបាទសូមអរគុណកីឡាករបង្គោលក្រហមមេគាកម្ពុជាទទួលបានជ័យជំនះដោយវាកីឡាករបង្គោលខៀវមកពីប្រទេសចិនឲ្យបោះបង់ការប្រកួតនៅក្នុងទឹកទី1